តោះចាញ់លំហាត់ទី3ហ្នឹងវាច្រើនសំណួរដល់13សំណួរហើយមានសំណួរខ្លះក្នុងសំណួរមួយហ្នឹងអាចមាន2មាន3សំណួរទៀតអញ្ចឹងច្រើនបាក់ដូចបាត់ចេញច្រើនអញ្ចឹងឯងតែបើថាចេញច្រើនអញ្ចឹងអាលំហាត់ផ្សេងទៀតគេបន្ធូរគេអត់ចេញពិបាកស្មើគ្នាអញ្ចឹងទេអញ្ចឹងយើងមើលក្នុងលំហាត់ទី3ធរណីមាត្រក្នុងលំហហ្នឹងថាក្នុងតម្រុយមួយក្នុងតម្រុយ OECGA ហ្នឹង3អាក់ហ្នឹងក្នុងលំហគេមានប្លង់2តែគេឲ្យប្លង់2ប្លង់ពេហើយនឹងប្លង់គុយសមីការប៉ុណ្ណឹងទៅហើយសំណួរទីកគេឲ្យយើងសរសេរសមីការប៉ារ៉ាម៉ែត្រដែលជាប្រសពរវាងប្លង់ពេនិងប្លង់គុយអញ្ចឹងយើងត្រូវដឹងថាកាលណាប្លង់ពីរប្រសពគ្នាគឺវាបង្កើតបានបន្ទាត់មួយបើយើងសរសេរជារូបឧទាហរណ៍ថាតែអានេះប្លង់ពេអញ្ចឹងវាប្រសពគ្នាឧទាហរណ៍ថាវាប្រសពចេះប្រសពឲ្យមានច្រើនសន្តានមានថាវាកាត់គ្នាចេះអូយកាត់មើលទៅអូខេអញ្ចឹងកាលណាប្រសពពីរនេះមានន័យថាប្លង់នោះវាកាត់គ្នាអឺឥឡូវទៅសេបែបនេះមានន័យថាកន្លែងណាកាត់វាដាក់ចុចដាច់ណាស្រួលមើលអញ្ចឹងក៏ពិតទៅវាដល់ទៅពាក់កណ្ដាលហ្នឹងទេមានន័យថាវាធ្លុះកន្លែងហ្នឹងទៅអាហ្នឹងវាអត់លេងប្រសពវាទៅជានេះវិញហើយអានេះដូចគ្នាដែរអានេះមកដល់ឥឡូវនេះវាប៉ះហើយវាប្រសពអញ្ចឹងណាឬក៏គេទៅសេមកមានច្រើនសន្តានអញ្ចឹងកាលណាប្រសពអញ្ចឹងអាបន្ទាត់នេះអាកន្លែងវាប៉ះគ្នាឧទាហរណ៍វាប៉ះចេះមែនថាអាហ្នឹងវាបង្កើតបានបន្ទាត់មួយអញ្ចឹងអាបន្ទាត់ហ្នឹងគេតាំងដោយគេនេះគេតាំងដោយ D តាំងដោយ D អញ្ចឹងអាហ្នឹងអានេះប្លង់គុយឬក៏គេទៅសេមកបែបទៀតគេទៅសេបែបនេះសេដាក់ប្លង់នេះចេះទៅហើយប្លង់មួយទៀតដូចជាលក្ខណៈប្រឈរលក្ខណៈដូចឡាំងមួយអញ្ចឹងណាអាឡាំងមួយគេបត់រៀងទៅតឹងនេះអញ្ចឹងនេះអាបន្ទាត់នេះអាបន្ទាត់ហ្នឹងគឺបន្ទាត់ D វាប្រសពគ្នាទៅបានប៉ុណ្្នឹងអញ្ចឹងរូបទី2នេះលុបចោលទៅមួយណាក៏បានដែរយើងគូមួយណាក៏តែក៏វាអត់គូទេអាហ្នឹងក៏គូទៅឲ្យដឹងថាវាពេលដែលប្រសពទៅវាបានបន្ទាត់មួយអញ្ចឹងតែអញ្ចឹងដើម្បីរកសមីការប៉ារ៉ាម៉ែត្រដែលប្រសពរវាងប្លង់ពេនិងគុយហ្នឹងតាមពិតថាប្លង់ពេនិងគុយហ្នឹងប្រសពគ្នាអញ្ចឹងបានបង្កើតបានសមីការបន្ទាត់គេឲ្យរកប៉ុន្តែគេឲ្យរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់គេឲ្យរកសមីការបន្ទាត់ឆ្លោះឯងហើយគេប្រាប់ថាតាំង Z ហ្នឹងស្មើតេជាប៉ារ៉ាម៉ែត្រមានថាតេជា air តេស្មើ air ថាជាវាជាលេខណាអញ្ចឹងរបៀបវារគេមានរបៀបរអញ្ចឹងយើងមើលថាគេរកតាមរបៀបណាអញ្ចឹងដោយសារសំណួរនេះមានក្នុងសំណួរកមានពីរសំណួរមានទី1សេសមីការប៉ារ៉ាម៉ែត្រហើយទី2ពេលដែលយើងសរសេរសមីការប៉ារ៉ាម៉ែត្របានហើយគេឲ្យយើងបញ្ជាក់ coordinate vector ប្រាប់ទិសធម្មតាមេរៀនយើងបានរៀនហើយសមីការប៉ារ៉ាម៉ែត្រឬក៏សមីការបន្ទាត់ឆ្លុះគឺគេត្រូវការ vector ប្រាប់ទិសបានយើងសរសេរសមីការបន្ទាត់បានបើសមីការប្លង់គេត្រូវការ vector normal ហ្នឹងឬក៏ vector ដែលកែនឹងវាហ្នឹងអញ្ចឹងយើងមើលសំណួរទីប្រហែលទី3ផង
នួនទី3ហើយសំណួរកចឹងគេថាយើងសរសេរសមីការប៉ារ៉ាម៉ែត្រសរសេរសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ D បន្ទាត់ D នេះគេតាំងអញ្ចឹងណានៃបន្ទាត់ D តែប៉ុណ្្នឹងគឺបានហើយហើយយើងជាក់ប្រាប់ទៀតមកនឹងដាក់រួមគ្នាទៅមិនបាច់សេបូក1បូក2អាហ្នឹងណាដោយសារយើងពេលយើងសេសមីការបន្ទាត់ D បានយើងទាញយកមកអឺរួចយើងដាក់អានេះដាក់រួចទាញបញ្ជាក់អញ្ចឹងពេលប្រឡងយើងអានសំណួរឲ្យច្បាស់សំណួរខ្លះកប់ពី3សំណួរក្នុងហ្នឹងរួចទាញបញ្ជាក់ coordinate ហៅថា x y z coordinate នៃ vector ប្រាប់ទិសអុយអញ្ចឹងទៅរកប៉ារ៉ាម៉ែត្របានគឺ vector ប្រាប់ទិសអុយគឺអូតូហ្មងអាកន្លែងជាប់អាមេគុណតេហ្នឹងគឺ vector ប្រាប់ទិសអុយ coordinate វិញអញ្ចឹងដាក់ថាគេមានអញ្ចឹងគេយកដាក់មកស្រេចហើយនេះមើលនេះអញ្ចឹងយើងមើលគេមានពេហើយនឹងគុយអញ្ចឹងយើងដាក់មកដាក់ថាគេមានដោយសារយើងត្រូវការយកប្លង់ពីរនឹងមកប្រើអញ្ចឹងសូមសេជាប្រព័ន្ធសម័យការយើងទៅគេមានពេអឺ 3x បូកនឹង 4y បូកនឹង 6z ដក12ស្មើ0ហើយដល់ពេលគុយគឺ x y z នេះគឺស្មើ0អញ្ចឹងរបៀបគេធ្វើជាទូទៅគេតាំងតេដើម្បីរកសមីការប៉ារ៉ាម៉ែត្រឬក៏បន្ទាត់ឬក៏សមីការបន្ទាត់ឆ្លុះហ្នឹងជាទូទៅគេតាំង z ស្មើតេប៉ុន្តែគេអត់សំខាន់ថាតាំងអីយើងចង់តាំងអីក៏បានដែរ x ស្មើតេ y ស្មើតេបណ្ដាដែរប៉ុន្តែជាទូទៅគេតាំង z ស្មើតេហើយវាត្រូវនឹងលំហាត់យើងផងលំហាត់យើងលោកគ្រូគាត់ឲ្យយើងយក z ស្មើតេជាប៉ារ៉ាម៉ែត្រយកមកអាហ្នឹងគេដាក់មកអញ្ចឹងណាអញ្ចឹងបើយើងយក x ខុសប៉ុន្តែសួរថាយើងយក x ខុសអត់បើនិយាយជាទូជា general ណាបើគេឧទាហរណ៍ថាគេអត់បានប្រាប់អា z ស្មើជាប៉ារ៉ាម៉ែត្រហ្នឹងណាយើងតាំងអីក៏បានដែរប៉ុន្តែតាំងពីបងរៀនមកអីមកអត់ដែលធ្លាប់ជួបគេតាំងអីទេពេលច្រើនគេតាំង z ស្មើតេយកមកអញ្ចឹងអាហ្នឹងវាចង់ខ្លាចជាទម្លាប់អាហ្នឹងណាឲ្យតែគេរកអាហ្នឹងជួបអាហ្នឹងគឺគេតាំង z ស្មើតេយ៉ាងមកប៉ុន្តែសួរតាំងអីផ្សេងស្មើតេបានអត់ y x តាំងស្មើតេបានអត់ខុសទេគាត់ថាយើងខ្លាចពីគេហើយគេក៏មិនដែរដោះស្រាយតាមតាំងអាពូ x y ស្មើតេអញ្ចឹងណាគេច្រើនគេតាំង z តែលំហាត់យើងនេះគឺគេបញ្ជាឲ្យយើងដាក់ z ស្មើតេយកមកអញ្ចឹងយើងមិនបាច់តាំងទេដោយសារគេឲ្យអញ្ចឹងស្រេចហើយអញ្ចឹងដាក់ថាដោយ z ស្មើតេអញ្ចឹងតេហ្នឹងជារបស់ a គេថាប៉ារ៉ាម៉ែត្រហ្នឹងមានន័យថាជាចំនួនពិតអញ្ចឹង z ស្មើតេហ្នឹងយកមកជំនួសក្នុងប្រព័ន្ធសមីការហ្នឹងមកជំនួសក្នុងប្លង់ពេហើយជំនួសក្នុងប្លង់គុយអញ្ចឹងគេបានមិនអញ្ចឹងនាំឲ្យឬក៏នោះនោះកុំសេជាប្រព័ន្ធសមីការអញ្ចឹងមិនបាច់ដាក់ពេគុយទេណាពីព្រោះថាយើងត្រូវបំបត្តិអីមួយរកអីរក y អញ្ចឹងកុំឲ្យមិនបាច់ដាក់គុយពេវាញ៉ៃញ៉ៃអញ្ចឹងអានេះវាបាន 3x បូក 4y បូក6គេ z ជាងតាំងដោយតេ1តេយើងសួរវិញបានយើងតាំងស្មើតេអញ្ចឹងសុខសឹងយើងតាំងស្មើតេយើងដឹងហើយសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់វាមិនជាប់អញ្ញត្តិតេតែអត់តេហ្នឹងជារបស់ a អញ្ចឹងយើងត្រូវតាំងតេហ្នឹងហើយបើគេយកសមីការបន្ទាត់ឆ្លុះពេលដែលយើងបានសមីការប៉ារ៉ាម៉ែត្រហើយយើងទាញសមីការបន្ទាត់ឆ្លុះបានតាអត់អីទេចានេះដក12ស្មើ0អញ្ចឹងមានរបៀបធ្វើគឺធ្វើអញ្ចឹងអានេះដូចគ្នាគុយហ្នឹងគឺ
y បូកនឹង z យើងតាំងដោយតេអញ្ចឹងស្មើ0អញ្ចឹងយើងបានប្រព័ន្ធសមីការប៉ុណ្នេះយើងចង់បំបត្តិអីក៏បានដែរយើងចង់បំបត្តិ x ទាញរក y ឲ្យជាប់តេក៏បានឬក៏បំបត្តិ y ទាញរក x ឲ្យជាប់តេក៏បានដែរអញ្ចឹងឥឡូវនេះយើងបំបត្តិ x ទៅយើងបំបត្តិ y ទៅបាត់ y បាន x ក៏បានដែរអញ្ចឹងដើម្បីបំបត្តិ y យើងតអង្គគុណនឹងដក4ត្រូវអត់គុណនៅកន្លែងនេះដក4អញ្ចឹងអានេះ4នឹងដក4យើងបូកប្រព័ន្ធសមីការហ្នឹងទៅវាបាត់ y ហើយសល់តែ x ទេអញ្ចឹងយើងសរសេរមកតង់មកទៀតសិនកុំឲ្យថាពិបាកមើលអញ្ចឹងបាន 3x បូក 4y បូក 6t ដក12ស្មើ0អញ្ចឹងយើងគុណកាលណាគុណគឺគុណគ្រប់តួទាំងអង្គខាងឆ្វេងនិងអង្គខាងស្ដាំអញ្ចឹងគុណនឹងដក4អានេះបានដក 4x ដក 4y ដក 4t ហើយ0គុណនឹងដក4គឺនៅតែ0អញ្ចឹងយើងធ្វើប្រមាណវិធីបូកមកអញ្ចឹងពេលយើងធ្វើបូកអានេះ 3x ដកនឹង 4x អញ្ចឹងនៅសល់ដក x កន្លែងនេះ y និង y គឺអស់ហើយអញ្ចឹងវាជាប់បញ្ញត្តិតេទី0មកនៅសល់ 2t ដក12ចឹងដក x នេះគឺស្មើនឹង12ដកនឹង 2t ចឹងយើងទាញរក x ចឹងស្មើនឹងដក12បូកនឹង 2t ហើយយើងបាន x ហើយ x ជាប់បញ្ញត្តិទេចឹងយើងយកអាហ្នឹងទៅជានោះសមីការមួយណាក៏បានដែរចឹងយើងតាំងអានេះជាសមីការមួយមកការ1 2ចឹងយើងយក x ហ្នឹងជាសមីការ2ទៅវាស្រួលក៏ប៉ុតបើយើងតាំងកន្លែងនេះអានេះនៅ z តាមានជាប់ទេណាលើអញ្ចេះអានេះសមីការមួយវាយើងដាក់អានេះយល់តិចណាដាក់ក្បៀសអញ្ចឹងមកសមីការ2អូខេអញ្ចឹងយើងដាក់ថាអានេះយើងតាំង3មកដាក់ថាយក3ជំនួស2តាំងកពិតយើងត្រូវដឹងថាយើងត្រូវយក x ហ្នឹងទៅជំនួសនៅក្នុងសមីការណាមួយណាក៏បានដែរព្រោះថាយើងតាំងអញ្ចឹងយើងរៀបរាប់ប្រាប់គេអញ្ចឹងទៅវាល្អមើលជាងអញ្ចឹងគេបានអីគេអឺ x x យើងស្មើប៉ុណ្ណេះអញ្ចឹងចំនួនចូលទៅបានដក12បូក 2t បូកនឹង y បូក t ស្មើ0អញ្ចឹងឃើញអស់ហើយនៅតែ y និង t អញ្ចឹងយើងស៊ីសងមកបាន y បូកនឹង 3t ដក12ត្រូវទេអញ្ចឹងបន្ទាប់មកយើងទាញរក y អញ្ចឹង y នេះគឺស្មើនឹង12ដក 3t អញ្ចឹងអស់ហើយសមីការបរម៉ែត្រយើងទាញបានហើយ x ស្មើនឹងដក12បូក 2t y ស្មើនឹង12ដក 3t ហើយ z គឺស្មើ t នឹងឯងអញ្ចឹងគេបានបរម៉ែត្រអីគេបរម៉ែត្រនៃបន្ទាត់ d ហ្នឹងគឺចុច2ហ្នឹងមកដាក់សេមចេះមកអញ្ចឹង x យើងគឺស្មើនឹងអឺមិនមើលតិច x ស្មើប៉ុន្មានដក12បូក 2t ដក12បូក 2t y ស្មើនឹង12ដក 3t ហើយនឹង z ស្មើ t អញ្ចឹង t ទាំងអស់ហ្នឹងគឺជាប៉ារ៉ាម៉ែត្រមានតែ t ជារបស់ a អញ្ចឹងចប់មកដំណាក់កាលហើយអញ្ចឹងមានអីឆ្ងល់អត់លោកគ្រូខ្ញុំឆ្ងល់ថាមិនបានគេដឹងថាប្រើតាមវិធីហ្នឹងសួរអញ្ចឹងចប់បាត់ហើយចុះមិនបាន PV ស្មើ NL ទេខ្លាយចេញអត់អាហ្នឹងអត់របៀបគេធ្វើអញ្ចឹងណារូបដូចរូបមន្តអញ្ចឹងណា PV ស្មើ NL ទេអញ្ចឹងយើងអាចស្រាយបានថាយើងធ្វើតាមរូប PV ស្មើ NL ទេអញ្ចឹងស្រាយបានប៉ុន្តែបើយើងបកស្រាយថាមិនបានវាស្មើអញ្ចឹងមិនបានគេដាក់អញ្ចឹងអាហ្នឹងមានណាស្រាយចេញទេគ្រូក៏ឆ្លាតចេញដែរ
ចាហ្នឹងជារូបមន្តអញ្ចឹងអាហ្នឹងដូចគ្នាដែរអាហ្នឹងជា method ក្នុងការយើងធ្វើការដោះស្រាយណាអញ្ចឹងអារបៀបធ្វើហ្នឹងគឺដើម្បីដោះស្រាយរកសម័យកាលប៉ារ៉ាម៉ែត្រនៃបន្ទាត់ដែលប្រសពដែលកើតឡើងរវាងប្លង់ពីរប្រសពគ្នាអញ្ចឹងប្លង់ពីរប្រសពគ្នាបង្កើតបានបន្ទាត់មួយអញ្ចឹងអាបន្ទាត់ហ្នឹងឯងអាបន្ទាត់ហ្នឹងគឺគេរកតាមហ្នឹងអញ្ចឹងទីមួយយើងមានប្លង់ប៉ុណ្ណេះទីមួយយើងមានប្លង់អញ្ចឹងប្លង់ពីរមានថាប្រសពគ្នារវាងប្លង់ពីរអញ្ចឹងពេប្រសពគុយអញ្ចឹងនាំឲ្យវាមានបន្ទាត់ដេអញ្ចឹងអាដេនេះយើងរកតាមណាអញ្ចឹងទីមួយយើងត្រូវតាំង z ស្មើតេបន្ទាប់មកយក z ស្មើតេទៅចំនួនសម័យកាលក្នុងប្លង់ទីមួយហើយប្លង់ទីពីរហើយយើងទទួលបានប្រព័ន្ធសម័យកាលចំនួន2ចឹងយើងត្រូវមេថាយើងដឹងឲ្យប៉ុនសម័យកាលយើងរៀនតាំងពីទី9មកយើងបូកបំបត្តិអីទៅអាតេហ្នឹងកុំខ្វល់យើងធ្វើមិនឲ្យ x y z ហ្នឹងជាប់អញ្ញត្តេចឹងយើងបំបត្តិយើងចង់បំបត្តិ x ក៏បាន y ក៏បានអញ្ចឹងយើងបំបត្តិ y យើងដឹងហើយយើងត្រូវគុណនឹងដក4អញ្ចឹងយើងបានសម័យកាលប៉ុណ្ណេះអញ្ចឹងយើងស៊ីសងមក x វានៅសល់ប៉ុណ្ណេះអញ្ចឹងយើងទាញរក x អញ្ចឹងវាបាននេះប៉ារ៉ាម៉ែត្រមិនជាប់ប៉ារ៉ាម៉ែត្រទេឃើញអត់បន្ទាប់មកយក x ហ្នឹងចំនួនសម័យកាលប៉ុន្មានក៏បានដែរចំនួន1ក៏បាន2ក៏បានចំនួនប្លង់ពេក៏បានប្លង់ពុយក៏បានអញ្ចឹងឥឡូវយើងចំនួនប្លង់ពុយដោយសារវាស្រួលគណនាជាងវាអត់មានមេគុណអញ្ញៃអញ្ញៃអញ្ចឹងពេលយើងចំនួនមកយើងស៊ីសងទៅយើងនាំឲ្យ y ស្មើប៉ុណ្ណេះអញ្ចឹងអស់ហើយ x y ហើយ z យើងតាំងស្មើទេមានអីទៀតអញ្ចឹងចាំរបៀបវាធ្វើអាហ្នឹងរបៀបដូចយើងរកអាកន្លែងរបៀបស្អីមេរៀនយើងលើកមុនកន្លែងគ្រូសម្រាយឲ្យអាតាមនៅក្នុងមេរៀននោះអញ្ចឹងរបៀបវាធ្វើដូចគ្នាធ្វើដូចគ្នាគេមានរបៀបវាធ្វើអញ្ចឹងអាណាដែលថ្មីសម្រាប់យើងត្រូវរៀនទទួលយកថាហ្នឹងគឺគេធ្វើបែបហ្នឹងបានយើងចេះបានយើងរៀនទៅវាយល់អញ្ចឹងយើងនៅសួរថាហ្នឹងគេធ្វើបាញ់មកគេតាំងអញ្ចឹងគេតាំងអញ្ចឹងអញ្ចឹងយើងនៅតែឆ្ងល់ទៅថាយើងក៏ថាអាហ្នឹងគេធ្វើអញ្ចឹងយើងត្រូវតែខ្លួនយើងត្រូវចាំអារបៀបធ្វើហ្នឹងអញ្ចឹងបានយើងរៀនចេះដោយអា limit sin រូបមន្តគេមានអីគេ sin x លើ x ហើយ limit អឺ sin x នៅលើ x ស្មើ1អញ្ចឹងដល់ពេលគេប្រើរូបមន្តយើងមានគេឲ្យគណនា limit sin 3x នៅលើ x អញ្ចឹងសាស្មើប្រមាណអញ្ចឹងយើងថាយើងត្រូវធ្វើ limit sin 3x នៅលើ 3x គុណនឹង 3x នៅលើ x ទៅទៀតអញ្ចឹងសួរថាមិនបានគេថែមថយអញ្ចឹងមុនដំបូងគឺរៀនទៅឆ្ងល់យ៉ាងដែរមិនគេថែមថយអញ្ចឹងថារបៀបគេធ្វើគឺគេធ្វើអញ្ចឹងដើម្បីឲ្យអានេះវាចូលរូបមន្តអញ្ចឹងយើងត្រូវតែទទួលយកស្គាល់ថាទទួលស្គាល់ថារបៀបធ្វើគឺគេថែមថយអញ្ចឹងថែមថយអញ្ចឹងចូលរូបមន្តស្មើ1យើងស៊ីសអានេះស្មើ3យល់អត់យល់អីដែលគ្រូចង់ប្រាប់អត់យកលោកគ្រូចឹងបើករណីដែលគេប្រាប់យើងឲ្យមានតែប្លង់ហើយឲ្យរកសម័យកាលបន្ទាត់យើងធ្វើតាមនឹងរហូតមែនលោកគ្រូហ្នឹងធ្វើតាមហ្នឹងរហូតគឺពេលខ្លះលំហាត់យើងយល់ពីអាមួយហ្នឹងប៉ុន្តែលំហាត់ផ្សេងវាមានតិចនិចផ្សេងទៀតលោកគ្រូដល់ពេលអត់ទេគេគ្រាន់តែបន្លំពុះទៅបណ្ដោយបាទក្នុងគេករណីគេបន្លំអាហ្នឹងផ្សេងប៉ុន្តែសួរថារបៀបធ្វើរបៀបធ្វើរវាងប្លង់បើថាប្លង់3អាហ្នឹងផ្សេងតែបើប្លង់2គឺ100%គឺរបៀបហ្នឹងគឺតាមរបៀបហ្នឹងអត់មានលំហាត់ចូលលំហាត់ផ្សេងទីគឺផ្សេងអត់ទេហើយចំណាំថាទោះបីជាឧទាហរណ៍ថាគេអត់ប្រាប់ថានេះអត់ប្រាប់ថាតេជាប៉ារ៉ាម៉ែត្រទេគឺត្រូវតាំងសិតស្មើតេរហូតទៅមិនបាច់គិតអីអ៊ីក្រចអីទេគឺជាទូទៅគេតាំងសិតស្មើតេយកហ្មងប៉ុន្តែគាត់ថាលំហាត់ហ្នឹងលោកគ្រូក៏ដាក់ឲ្យសិតស្មើតេអញ្ចឹងរបៀបធ្វើយើងត្រូវធ្វើតាមហ្នឹងណាចាំរបៀបគេធ្វើអញ្ចឹងពេលយើងអនុចាវត្តលំខ្ញុំគ្រូអរគុណហ្នឹងហើយពេលយើងអនុវត្តលំហាត់ឲ្យច្រើនទៅយើងជួបអាហ្នឹងទៀតធ្វើតាមអាហ្នឹងទៀតគឺចាំអូតូម៉ាទិកហ្មងទៅចេញមកទៀតយើងចេះបណ្ដោយអញ្ចឹងអត់មានអីឆ្ងល់ទេគាត់ឆ្ងល់ថាមិនបានគេធ្វើបែបហ្នឹងអញ្ចឹងមើលថាវិធីសាស្ត្រគេគឺមានវិធីសាស្ត្រគេគឺមានតែវិធីសាស្ត្រហ្នឹងហើយធ្វើតាមហ្នឹងឯងបានចេញចម្លើយ
តែបើឲ្យអត់មានឆ្ងល់អីតាក់ទងអាហ្នឹងទេយើងបន្តទៅទៀតតាក់ទងនឹងតាមចំណុចនៅក្នុងការដោះស្រាយយើងបន្តទៅទៀតហើយអញ្ចឹងយើងអត់ទាន់ចប់ទេយើងនៅមកចំណុចទៀតយើងនៅគេឲ្យយើងបញ្ជាក់នេះរួចបញ្ជាក់ coordinate នៃ vector ប្រាប់ទិសអ៊ុយអញ្ចឹងយើងដឹងហើយសម័យការប៉ារ៉ាម៉ែត្រគឺវាមានតាក់ទងទៅនឹងចំណុចដែលវាកាត់ហើយនឹងបន្តប្រាប់ទិសអញ្ចឹងចំណុចដែលវាកាត់គឺនេះ12ដក12 12និង0ហ្នឹងឯងតែដល់ពេលPeter ប្រាប់ទិសគឺជាប់មេគុណតេហ្នឹងអញ្ចឹងយើងទាញបានយើងឃើញយើងទាញបានហើយអញ្ចឹងទាញបាន Victor ប្រាប់ទិសអ៊ុយស្មើនឹងម៉ាត់ស្មើនឹងដក12អាយ៉ាមិនមែនទេអានឹងចំណុចវាកាត់តានេះអាមេគុណមកតេនេះស្មើនឹង2ដក3ហើយនឹង1ដល់ហើយសម័យការប៉ារ៉ាម៉ែត្រយើងគឺមិនគឺ D D x ស្មើនឹង x0 បូកនឹង AT y ស្មើនឹង y0 បូកនឹង bt z ស្មើនឹង z0 បូកនឹង ct t ជារបស់ a អញ្ចឹងយើងដឹងហើយឧទាហរណ៍ថាចំណុច m x0 y0 z0 មេរៀនយើងរៀនហើយអាហ្នឹងជាចំណុចកាត់ហើយឧទាហរណ៍ហ្នឹងយើងតាមដោយទៅ n នេះជាទូទៅអញ្ចឹង n នេះស្មើនឹង a b c Peter ប្រាប់ទិសអញ្ចឹងនេះយើងទាញបានអូតូម៉ាទិកដល់ហើយអញ្ចឹងយើងក៏ដាក់ដូចនេះមកចប់សំណួរទីកហើយអញ្ចឹងដូចនេះប៉ារ៉ាម៉ែត្រ D យើងសេអនេះទៅ x ដក12បូកនឹង 2t និង y ស្មើនឹង12ដកនឹង 3t ហើយ z ស្មើនឹង t t ជារបស់ a ហើយមួយទៀត Victor ប្រាប់ទិសអ៊ុយប្រាប់ទិសអ៊ុយគឺ2ដក3 1តើយើងនេះយើងបន្តទៅសំណួរខពេលសំណួរខអានឹងវាមានគួយផងពេលផងពេញហ្នឹងណាកំហាត់នៃមួយបើថាដាក់តួអានេះចូល30ផ្ទុកណាអញ្ចឹងយើងមើលសំណួរទីខឃើញទេសំណួរទីខថាតាំងពេជា vector normal នៃប្លង់ពេអញ្ចឹង vector normal យើងដឹងហើយជា vector ដែលកែងទៅនឹងប្លង់ហើយប្លង់ពេហ្នឹងឯងអញ្ចឹងយើងអាចទាញបានហើយទាញពីសម័យកាលហ្នឹងថាហ្នឹងមាន coordinate អីខ្លះទាញបានពីសម័យកាលដល់ពេល vector គុយដូចគ្នា vector normal នៃប្លង់គុយយើងទាញបានថាវាមាន coordinate អីអញ្ចឹងបន្ទាប់មកយើងគណនាផលគុណខ្វែងគណនាផលគុណP Victor P ខ្វែងហ្នឹង Victor គុយអញ្ចឹងយើងគណនាបានធម្មតាទេអីដែលសំខាន់នេះគឺថាពេលយើងគណនាហើយគេឲ្យយើងបង្ហាញថាផលគុណហ្នឹងរវាងពីរ Victor ហ្នឹងគឺស្របនឹង Victor អ៊ុយដែល Victor អ៊ុយហ្នឹងជា Victor ប្រាប់ទិសនៃបន្ទាត់ D អញ្ចឹងមេថាស្របពាក្យថាស្របមេថា collinear អញ្ចឹងកាលណា Victor 2ស្របគ្នាឬក៏ Victor 2មានលក្ខណៈជា collinear នឹងគ្នាគឺមេថាផលគុណខ្វែងវាស្មើនឹង vector 0មេថា coordinate ចេញ0មេថា 0e 0z 0k អញ្ចឹងពេលយើងគុណខ្វែងវាមកវាស្មើ0គឺអានឹងស្របគ្នាហើយប៉ុន្តែកែងអត់គុណខ្វែងទេកែង scalar វាស្មើ0
យើងដាក់ Victor មិនថាវាអត់មានករណីអីទេថាចេញមកគឺលេខ0អញ្ចឹងមានន័យថាអានឹងកែងគ្នាតែដល់ពេល polylinear មានន័យថាចេញ Victor 0យើងគុណខ្វែងដាក់ Victor Scarlett អត់មាន Victor ទេអញ្ចឹងយើងចូលសំណួរទីខដោយសារវាមានពីរសំណួរវាអត់ជាប់ទាក់ទងគ្នាដាក់បូក1កណនាVictor P គុណខ្វែងនឹង Victor គុយអញ្ចឹងដាក់ថាគេមានជាងសេសមីការប្លង់ P ទៅមកគេមាន P នេះគឺស្មើនឹង 3x បូកនឹង4y បូកនឹង 6z ដក12ចឹងគេថាទាញបានឬក៏នាំឲ្យអាពេលយើងរៀបរាប់ហ្នឹងយើងគិតតាមខ្លួនឯងអីដែលសមពេលថាគេមានហើយយើងដាក់គេទៅជាដោយវិញអាហ្នឹងអត់តំណងទេអាហ្នឹងអញ្ចឹងទាញបានឬក៏នាំឲ្យអីគេយើងគេតាមដោយ Victor P អញ្ចឹងស្មើនឹងអីគេស្មើនឹង3 4 6នេះអាមេគុណហ្នឹងណាពេលដែលយើងគុណមក ax ដក x0 អានេះមិនលេខឧទាហរណ៍អានេះលេខ2អញ្ចឹងអានេះគុណមកវាមិន ax អញ្ចឹងនៅវានៅជាប់អាមេគុណមកអញ្ចឹងយើងអាចទាញបានថាហ្នឹងជា abc យល់ហើយអញ្ចឹងមួយទៀតប្លង់គុយគេមានប្លង់គុយស្មើនឹង x y ដិតស្មើ0ចាអានេះគេទាញបានថាតើគុយនេះគឺស្មើនឹង1 1 1អញ្ចឹងបន្ទាប់មកយើងដាក់ថាគេបានឬក៏នាំឲ្យអញ្ចឹងគេបានយកពីរហ្នឹងមកខ្វែងគ្នាមក Victor P ខ្វែងនឹង Victor គុយអញ្ចឹងសំណួរទីកហ្នឹងចាំផងថារបៀបធ្វើគេធ្វើអញ្ចឹងលោកគ្រូមិនបានជាពេលយើងតាំងវិចទៅពេលហ្នឹងហើយវាស្មើជាមួយនឹងអាមេគុណនៅមុខ x y z ចឹងលោកគ្រូអអញ្ចឹងឧទាហរណ៍សម័យការប្លង់ស្តង់ដារយើងមិនអីគេឧទាហរណ៍ថា P a x ដក x0 បូក B តានឹង y ដក y0 បូក c កតា z ដក z0 ស្មើ0អញ្ចឹងពេលយើងគុណបលាតមកវាបានអីគេ ax0 បូកនឹង ax0 ax ច្រឡំបូកនឹង by ដក by0 បូក cz ដក cz0 អញ្ចឹងអានេះលេខអានេះលេខអានេះលេខ ABC សិតតលេខហើយ x0 y0 សិតតលេខអានេះក៏លេខដែរប៉ុន្តែអានេះយើងនិយាយ general ជាទីទូទៅអញ្ចឹងបាន ax បូកនឹង b y បូកនឹងcz ហើយអាកន្លែងដក ax0 បូកដក by0 ដក cz0 ពេលយើងស៊ីសងមកវាចេញជាលេខទេឧទាហរណ៍ស៊ីសងមកចេញ d ហ្នឹងណា d ហ្នឹងជាលេខស្មើ0ប៉ុន្តែ ABC វានៅជាប់ឧទាហរណ៍ថា ABC ហ្នឹងវាស្មើឧទាហរណ៍ថា អឺ A ស្មើ2 B ស្មើ1 C ស្មើ3ចង់មានថាហ្នឹង 2x បូកនឹង 1y បូកនឹង 3z ហើយអាដកបូកហ្នឹងយើងស៊ីសងលេខអស់មកចេញជាលេខតែមួយលេខទេវាអាចមានសញ្ញាដកសញ្ញាបូកប៉ុន្តែអានេះវាមិនជាប់ x y z អញ្ចឹងមានថានេះអាហ្នឹង b ហ្នឹងវាមិនជាប់មេគុណហ្នឹងអញ្ចឹងយើងមិនទាញបានថា a វាមិនស្មើ2 b ស្មើ1 c ស្មើ3យល់អត់លោកគ្រូខ្ញុំយល់ប៉ុន្តែលោកគ្រូស្ដាប់ខ្ញុំអត់តាន់ខ្ញុំអត់យល់ថាមិនបានពេលយើងតាំងពេលទៅវាស្មើនឹងតែដល់ពេលខ្ញុំអានប្រធានសាមីបានខ្ញុំយល់លោកគ្រូសុំទោសលោកគ្រូអានភ្លេចអានប្រធាននេះប្រធានពេនេះជា Victor ណកមកអញ្ចឹងអាហ្នឹងជា Victor កន្លែងដូច N អីហ្នឹង ABC ហ្នឹងគាត់ថាគេតាំងពេ
អើយតែយើងអានប្រអធានញ្ចឹងអឺលោកគ្រូបាទបើកន្លែងហ្នឹងបើសិនជាគេឲ្យយើងតាំង n Victor អាហ្នឹងក៏ដូច Victor normal ដែរមែនលោកគ្រូហ្នឹងហើយតាំងអីក៏តាំងទេនេះគេប្រាប់ឲ្យតើថាពេលហ្នឹងជា Victor normal គេតាំងអាហ្នឹងគេឲ្យយកអាហ្នឹងជា Victor normal អញ្ចឹងយើងត្រូវតាំងតាមគេប៉ុន្តែបើគេអត់ប្រាប់ទេយើងដាក់ n ទៅអាមួយទីដាក់អីគេយើងដាក់ ទៅត្រេចតែយើងតាប៉ុន្តែលំហាត់ហ្នឹងគេឲ្យយើងតាំងយើងត្រូវតាំងតាមគេអត់តាំងតាមគេអាហ្នឹងឲ្យខុសហ្នឹងហើយទោះបីចម្លើយយើងដូចគេក៏ដោយអញ្ចឹងគេប្រាប់ថាពេជា vector normal នៃអាកន្លែងប្លង់ពេអញ្ចឹងប្លង់ពេយើងទាញមក vector ពេហើយ vector គុយជា vector normal នៃប្លង់គុយអញ្ចឹងគុយទៅពេលទាញមក vector គុយតូចហ្នឹងអញ្ចឹងតាមប្រធានលំហាត់ទាំងអស់អញ្ចឹងដោយសារតែអាផលគុណខ្វែងនេះគឺ vector ពេគុណជាមួយនឹង vector គុយអញ្ចឹងពេមុនអញ្ចឹងវាបាន3 4 1នេះ1 1 1ចឹងយើងគុណមកចង់បានអីយើងអត់គិតអីទេគិតតែ z និង k អញ្ចឹងគុណខ្វែងមកលេខ1គុណនឹង4បាន4ហើយ1នឹងគុណនឹង6បានភាសារូបមន្តវាដកអញ្ចឹងដក6ហើយនេះរូបមន្តដែររូបមន្តវាដកអញ្ចឹងបិទ z អញ្ចឹងបាន3ដក6បូកជាមួយនឹងបិទ k បាន3ដក4អញ្ចឹងកន្លែងនេះវានៅសល់ដក 2e ហើយដកប៉ះដកបានបូក3មួយយ៉ាត់ខុសគណនាពួកហ្នឹងណាហ្នឹងហើយបានបូក3 2 3 z អានេះដកកាអញ្ចឹងពេលដែលគេឲ្យគណនាអញ្ចឹងយើងដាក់ជា vector អញ្ចឹងដោយសារគេមិនមែនរក coordinate អត់មានជាប់ EC កាយអឺប៉ុន្តែយើងត្រូវប្រើប្រាស់ជា coordinate ដែរហ្នឹងអាហ្នឹងអញ្ចឹងយើងគណនាចប់ហើយគណនាចប់ដាក់ដូចនេះមកអញ្ចឹងដូចនេះមកតង់សិនមកដូចនេះគួយខ្វែងជាមួយនឹងពេពេខ្វែងជាមួយនឹងគុយបានដកពី2បើគេឲ្យរក coordinate អាហ្នឹងយើងទៅសេជា coordinate មកអញ្ចឹងយើងនៅមានសំណួរមួយទៀតអញ្ចឹងបូកមួយទៀតបង្ហាញថាអាផលគុណខ្វែងនេះអឺអីគេស្របស្របនឹង vector អ៊ុយអញ្ចឹងយើងគូសេលក្ខខណ្ឌថា Victor 2មានន័យថាអាហ្នឹងយើងគុណខ្វែងចេញជា Victor 1ហើយអាហ្នឹងណាវាចេញជា Victor 1 Victor គីគុណខ្វែងនឹង Victor P 2 Victor ពេលយើងគុណខ្វែងគ្នាបានទៅជា Victor មួយទៀតអញ្ចឹងសរុបទាំងអស់វា3 Victor អញ្ចឹងអា3 Victor ហ្នឹងវាកែងគ្នាទៅវិញទៅមកទាំងអស់អញ្ចឹងមានន័យថាអាហ្នឹងវាចេញជា2ហើយ Victor 2ស្របគ្នាកាលណាអញ្ចឹងអានេះស្របនឹងVictor អ៊ុយលុះត្រាតែឬក៏កាលណាដាក់លុះត្រាតែវាដុតជាងលុះត្រាតែពេខ្វែងជាមួយនឹងអ៊ុយនេះចេញជា Victor 0ហ្នឹងកុំច្រឡំថា3 Victor អាហ្នឹងមិននេះចេះដូចថាអ៊ុយខ្វែងវេចេញ Victor 0គាត់ថាអាហ្នឹងវាប្រកាសដូចគូប្រាប់ហ្នឹងវាកើតបានជា Victor មួយដែរអានេះ Victor ពេ Victor គុយ Victor ពេគុណនឹងគុយអា Victor នេះអាពីរហ្នឹងវាកែងគ្នាចេះនេះនេះកែង
វាកែងក្នុងលំហដោយសារយើងសេអញ្ចឹងទៅវាបាក់មើលអាហ្នឹងដូចគូបយើងហ่าកន្លែងជ្រុងគូបយើងហ่ากែងទាំង3ហ្មង3ជ្រុងវាអញ្ចឹងតែអញ្ចឹងលក្ខខណ្ឌវាគឺអញ្ចឹងវាថាទៅវាខ្វែងនេះស្មើ0អញ្ចឹងយើងដាក់ថាគេមានសិនក៏បានដែរនេះគេមានពេលខ្វែងជាមួយនឹងគុយចិត្តដាច់រួមទៀតយើងសេជា vector មកបានដក2 3ហើយនឹងដក1តបមកទៀត vector អ៊ុយតើអ៊ុយយើងរកពីលើឃើញហើយឃើញបាន2ដក3 1 2ដក3 1យើងក៏កលេសហ្នឹងថាចេញវាចេញ0ណាខុសសញ្ញាគ្នាទៅវិញទៅមករហូតអញ្ចឹងចេញ0ហើយផលគុណខ្វែងអញ្ចឹងគេបានពេលខ្វែងជាមួយនឹងហើយខ្វែងជាមួយនឹងអ៊ុយនេះតែចានេះបានដក2 3ដក1 2ដក3 1ចឹងយើងបិទ2ចឹងវាបាន3ដក3ក្នុងដក1បូក3ចឹងដោយសាររូបមន្តវាដកចឹង0 1ដក2ដក2គុណនឹងដក1បាន2ចឹងសញ្ញាដកប៉ះដកបានបូក0 1ទៀតណាហើយបូកជាមួយនឹងដក3គុណដក2វាបូក6 3គុណនឹង2 6រូបមន្តមានសញ្ញាដកអញ្ចឹងដក6អញ្ចឹង0ទាំងអស់ចឹងអាហ្នឹងយើងសរសេរចេញមកសរសេរចេះសិនអញ្ចឹង0e បូកជាមួយនឹង0z បូកជាមួយនឹង0k ចឹងអាហ្នឹងវាស្មើចេះស្មើនឹង0 0មានថាបើយើងសេជាកអដនេ0,0,0,0អញ្ចឹងវាខុសពីលេខ0ធម្មតាអា0មាន vector ហ្នឹងអញ្ចឹងមានន័យថាពិតអីដូចឲ្យយើងបានដាក់លក្ខខណ្ឌនៅខាងលើនេះលក្ខខណ្ឌគេគឺអញ្ចឹងយើងសម្រាយដូចគេដាក់ពិតមកអញ្ចឹងដូចនេះពេគុណនឹងគុយស្របនឹងវីតាគុយអញ្ចឹងឬក៏គេសរសេរចេះបានដែរអញ្ចឹងមានចម្ងល់អីអត់ពីសំណួរហ្នឹងលោកគ្រូចឹងបើសិនជាគេប្រាប់ឲ្យយើងថាវិកតរពេខ្វែងនឹងវិកតរគុយហ្នឹងកែងជាមួយនឹងវិកតរអុយអាហ្នឹងយើងយកវាស្កាឡាវិញមែនលោកគ្រូហ្នឹងហើយស្កាលាវាស្មើ0ប៉ុន្តែសួរតែស្កាលាហ្នឹងចេញ0អត់ចេញទេ100%អាករណីយើងមានករណីប៉ុណ្ណឹងណាចឹងលំហាត់វាគេតម្រូវឲ្យចេញ